បងស្រីពួកគាត់ទាំងពីរបាននាំគ្នាទៅដល់ទីតាំងកន្លែងមួយគឺគាត់បានទៅជួយមើលជំងឺឲ្យគេដំបូងឡើយគាត់គិតថាគាត់មិនចង់មើលឲ្យទេក៏ដោយសារតែសាច់ញាតិក្រុមគ្រួសារគេនៅទីនោះមានអ៊ំប្រុសម្នាក់គាត់បានប្រកែកគ្នាជាមួយនឹងបងទាំងពីរដែលគាត់ត្រូវជាពូបង្កើតរបស់អ្នកជំងឺហើយអ្នកជំងឺគឺជាមនុស្សប្រុសនេះឯងនិយាយតាក់ទងជាមួយនឹងអ៊ំប្រុសនេះនោះវិញគាត់អត់ជឿបងកៃបងស្រីថាបងប្រុសដែលជាអ្នកជំងឺនោះគាត់បានត្រូវរបស់គេទេគាត់បាននិយាយថាវាជាជំងឺដែលកើតឡើងចេញមកពីធម្មជាតិក៏ដោយសារតែគាត់អត់បានជឿតាក់ទងទៅនឹងរឿងអបិយជំនឿអីទាំងអស់នេះទេក៏ដោយសារតែពីអំឡុងសម័យសង្គ្រាមគាត់គឺជាពេទ្យគាត់គឺជាពេទ្យទាហានគាត់ជឿទៅលើការព្យាបាលតាមការចាក់ថ្នាំឬក៏តាមតែចំណេះដឹងអីរបស់គាត់អញ្ចឹងទៅគាត់ជាពេទ្យតាំងតែពីនៅសម័យសង្គមមកម្លេះហើយបងកៃគាត់បាននិយាយថាបើមិនជឿគាត់ក៏អត់ទៅគេអញ្ជើញគាត់ឲ្យមកទេបើថាមិនជឿគាត់អញ្ជើញគាត់ឲ្យមកធ្វើស្អីទៅគាត់បំរុងតែនឹងត្រឡប់មកវិញជាមួយនឹងបងស្រីហើយតែដែលហេតុថាសាច់ញាតិបងប្អូនគេនៅទីនោះដទៃទៀតគេបានខាត់កំឲ្យពួកគាត់មកអីឲ្យនៅជួយតាមដានជំងឺគ្នាជាមួយនឹងគ្នាទៅបាន2ទៅ3យប់អីទៀតទៅកន្លែងស្នាក់នៅគេក៏មានមកហូបចុកក៏គេមានឲ្យគ្រប់គ្រាន់ដែរគឺគេមានផ្ទះមួយទៀតនៅក្បែរនោះចង់ឲ្យបងទាំងពីរក៏សម្រានដើម្បីតាមដានជំងឺនៅទីនោះមើលទៅបន្តទៀតហើយសាច់ញាតិបងប្អូនដទៃក្រៅពីលោកអ៊ំម្នាក់នោះគេជឿថាបងប្រុសម្នាក់ហ្នឹងក៏ប្រកាសជាទៅត្រូវរបស់គេច្បាស់ណាស់អត់មានរសារតែជំងឺរសារតែអីទេហើយបងកៃបងស្រីដល់តែពេលគេងវល់គាត់ខ្លាំងពេកទៅបានជាគាត់យល់ព្រមហើយគាត់ក៏មិនបានទៅបង្ខំអ្នកណាឲ្យមកជឿគាត់ដែរដូចតែគាត់បាននិយាយអញ្ចឹងគេទៅអញ្ជើញគាត់ឲ្យមកមើលទេគាត់មិនមែនដើរមើលតាមភូមិអីតែផ្ដេសតែផ្ដាស់ឡើយនេះដោយសារតែគាត់ស្គាល់គ្នាទេបើគាត់មិនស្គាល់គ្នាវិញគឺគាត់ប្រកាសជាមិនមកទេបើថាភូមិនេះគឺវាឆ្ងាយចេញពីភូមិរបស់គាត់ខ្លាំងណាស់នៅពេលដែលមកដល់ហើយត្រូវមកទាស់ពាក្យទាស់សម្ដីអីជាមួយនឹងគាត់ទៀតគាត់ហាក់បីដូចជាមិនសូវជាសប្បាយចិត្តទេបើកលិចមើលទៅកាន់អ៊ំម្នាក់នោះវិញគាត់មើលទៅកាន់មុខបងស្រីបងកៃហាក់បីដូចជាគិតថាពួកគាត់ទាំងពីរគឺជាអ្នកបោកអញ្ចឹងអត់មានជឿអីសំបីតែបន្តិចសោះឡើយដែលគាត់ចេះតែយកថ្នាំយកអីដែលគាត់បានរៀនតាំងតែពីចំនួនសង្គមមកដែលគាត់ចេះដឹងកាលតាំងតែពីមុនមកយកមកចាក់ឲ្យបងប្រុសម្នាក់នោះពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជាមិនបានផលមិនបានអីតទៅសោះបងនោះគាត់ចេះតែរវើរវាយហើយនឹងចេះតែថាឃើញនេះឃើញនោះពេញទៅនឹងពេលខ្លះគាត់ក៏ថែមទាំងចង់រត់ថែមទៀតផងគាត់ថាឃើញខ្លាឃើញដំរីឃើញខ្មោចដេញចន់គាត់ឲ្យពេញទៅនឹងពេលខ្លះទៀតគាត់នៅមិនសុខទេគាត់តែងតែរកក្អួតចង្អោរចេញមកខាងក្រៅរហូតតែក្អួតចេញមកតែទឹកនិងបាយកាកសំណល់ដែលគាត់បានហូបតែប៉ុណ្ណោះមើលទៅខ្លួនរបស់គាត់ហាក់បីដូចជាស្គមស្គាំងខ្លាំងមែនទែនបាយម្ហូបតែហូបចូលទៅក្នុងពោះបានបន្តិចបន្តួចក៏ត្រូវក្អួតចេញមកវិញអស់បងកៃបងស្រីក៏គាត់តាមមើលទៅតាមនឹងផងដែរតលតែរំលងបានទៅ3ថ្ងៃបន្តទៀតទៅហាក់បីដូចជាជំងឺមិនទាន់បានជាសះស្បើយសោះតែអ៊ំប្រុសដែលគាត់ជាពេទ្យម្នាក់នោះគាត់បាននិយាយថាប្រហែលជាវាមិនទាន់ជាទេរងចាំមើលមួយសប្តាហ៍ទៀតទៅតែដល់តែពេលឃើញថាវេទនាភ្នែកពេកទៅសាច់ញាតិបងប្អូនឪពុកម្ដាយរបស់អ្នកជំងឺនោះពួកគេក៏ចាប់ផ្ដើមនាំគ្នាប្រកែកគេបាននិយាយថាឲ្យអ្នកដែលគេចេះជួយមើលឲ្យទៅពេលខ្លះវាមិនមែនដូចជាការគិតទេបើយើងមិនជឿទេយើងនៅឲ្យតែស្ងៀមទៅទុកឲ្យអ្នកដែលគេជឿគេនៅតលតែសាច់ញាតិបងប្អូនរបស់ខ្លួននិយាយខ្លាំងតាទើបបានជាអ៊ំប្រុសម្នាក់នោះគាត់រៀងទម្លាក់ចិត្តបន្តិចហើយនឹងឲ្យបងកៃបងស្រីគាត់មើលម្ដងតែមើលទៅទឹកមុខរបស់គាត់ហាក់បីដូចជាមិនសូវជាសប្បាយចិត្តជាមួយនឹងបងកៃបងស្រីសោះមុននឹងមើលបងកៃគាត់បាននិយាយថាមិនមែនខ្ញុំមិនជឿទៅលើពេទ្យទេខ្ញុំពេលខ្លះឈឺខ្ញុំក៏ទៅរកពេទ្យផងដែរហ
ហើយក៏ខ្ញុំមិនបានឲ្យបោកបង្ខំជឿតាក់ទងទៅនឹងរឿងមន្តអាគមរឿងអំពើអំព័ន្ធរឿងស្នេហ៍អីទាំងអស់នេះឡើយតែខ្ញុំអាចជួយបានទៅតាមដែលអ្វីដែលខ្ញុំអាចជួយបានតែប៉ុណ្ណោះបើថាត្រឹមតែជំងឺធម្មតាខ្ញុំក៏ដឹងថាមានជំងឺអ្វីដែរហើយខ្ញុំក៏ចេះផ្សំថ្នាំផ្សំអីដូចតែគ្នានឹងរឿងថ្នាំខ្មែរថ្នាំអីខ្ញុំចេះតែបើរឿងថ្នាំពេទ្យថ្នាំអីនោះខ្ញុំនិយាយស្មោះត្រង់ទៅខ្ញុំមិនចេះទេបងកៃគាត់និយាយបញ្យល់ទៅហោហែដើម្បីឲ្យគេដឹងថាគាត់មិនមែនងប់តែទៅលើរឿងអំពើអំព័ន្ធរឿងអបិយជំនឿអីទាំងអស់នេះទេគាត់ឈឺក៏គាត់ទៅរកពេទ្យដែរតែតលតែគាត់ដឹងថាជំងឺនោះមិនអាចព្យាបាលដោយពេទ្យបានទើបបានគាត់ប្រើតាក់ទងទៅនឹងមន្តអាគមទាំងអស់នេះគាត់បែងចែកបានត្រឹមត្រូវណាស់មិនមែនចេះតែផ្ដេសផ្ដាស់ឡើយបងកៃគាត់មិនប្រើរបស់ក្រៅពីបងឈុនធ្លាប់ប្រើទេគាត់ក៏យកទឹកមួយផ្តិលយកមកដាក់នៅក្បែរខ្លួនរបស់គាត់បន្ទាប់មកក៏យកប្រទាលជាច្រើននៅក្នុងថង់យាមរបស់គាត់យកទៅដោះរស់ជាមួយនឹងថ្មដើម្បីឲ្យវាចេញជាតិប្រទាលនោះចូលទៅក្នុងទឹកបន្ទាប់ពីនឹងមកក៏គាត់ឲ្យបងប្រុសដែលជាអ្នកជំងឺនោះផឹកចូលទៅខាងក្នុងពោះរបស់គាត់តែម្ដងដំបូងបន្ទាប់ពីផឹកទៅបានមួយដងទៅពីរដងទៅហាក់បីដូចជាមិនទាន់ជាមានអាការៈអីទេតែបងប្រុសម្នាក់នោះគាត់បាននិយាយថាហាក់បីដូចជារៀងត្រជាក់កបន្តិចហើយពោះរបស់គាត់ហាក់បីដូចជារៀងត្រជាក់ពោះបន្តិចកាលមុននោះគឺគាត់ក្តៅពោះណាស់គាត់នៅមិនចង់សុខទេតែនេះរៀងត្រជាក់ពោះបន្តិចហើយបងកៃគាត់បាននិយាយថាត្រូវហើយអញ្ចឹងគាត់ក៏មិនបានទៅចាំយូរដែរក៏គាត់រុះទឹកមួយផ្តិលទៀតឲ្យផឹកគាត់បាននិយាយថាត្រូវហើយប្រកាសជាត្រូវរបស់គេច្បាស់ណាស់បន្ទាប់ពីបងម្នាក់នោះគាត់បានផឹកទឹកទៅបន្តទៀតលើកនេះបន្ទាប់ពីបានទៅជាពោះទៅបន្តិចគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាហាក់បីដូចជារាងកោពោះដូចជាមានអ្វីមួយយ៉ាងនៅក្នុងពោះរបស់គាត់យ៉ាងអញ្ចឹងគឺពីកោដូចយើងមានជំងឺរាកយ៉ាងអញ្ចឹងតែគាត់កោពោះនោះហាក់បីដូចជាមិនសូវជាចុកពោះឡើយតែតលត្រង់ចាំទៅបាន1ម៉ោងទៅ2ម៉ោងទៀតបងប្រុសដែលជាអ្នកជំងឺហ្នឹងគាត់ក៏ហាក់បីដូចជាចុកពោះខ្លាំងណាស់គឺគាត់រកតែក្អួតចង្អោតទេបងកៃគាត់បាននិយាយថាក្អួតមកគ្រាន់តែបងកៃនិយាយថាឲ្យក្អួតមកបងនោះក៏គាត់បានងើបស្ទុះចេញពីលើគ្រែទៅអង្គុយក្អួតនៅក្រោមដើមផ្ទ្រាស្រែមួយដើមតែម្ដងអ្នកគ្រប់គ្នាក៏បានរត់ទៅតាមពីខាងក្រោយគាត់ខ្លាចក្រែងថាគាត់ក្អួតហើយគាត់រត់ទៅណារត់ទៅណីបន្តទៀតគឺគេនាំគ្នាឈរព័ទ្ធជុំវិញដើម្បីចូលមើលគាត់ក្អួតនោះតែម្ដងម៉ែហើយនៅពេលដែលគាត់បានក្អួតចេញមកគឺវាសុទ្ធសឹងតែជាខ្ទុះនោះក៏លីឡំជាមួយនឹងសក់ជាច្រើនបើតាមតែមើលទៅសក់នោះឡើងមួយដុំធំទំនងជាសក់របស់មនុស្សស្រីបងកៃគាត់មើលទៅទំនងជាមិនខ្ពើមទេគាត់ក៏ដើរទៅជិតបងប្រុសម្នាក់នោះក៏គាត់យកដៃរបស់គាត់រូតពីក្រោមឡើងទៅលើដោយគាត់រូតបណ្ដាគាត់បាននិយាយបណ្ដាទៅថាក្អួតទៀតមកបងក្អួតទៀតមកក្អួតអស់មកតែអស់គឺបងលេងអីហើយបងប្រុសម្នាក់នោះក៏គាត់កាន់តែក្អួតខ្លាំងទៅមានលាយឡំជាមួយនឹងឈាមបន្តិចបន្តួចហើយអាខ្ទុះនោះក៏នៅតែចេញពីក្នុងពោះរបស់គាត់មកទៀតហើយបើនិយាយពីសក់វិញគឺមិនអស់ទេមានចេញមកតាមច្រមុះរបស់គាត់ផងចេញតាមមាត់របស់គាត់ផងនិយាយទៅគឺគួរខ្ពើមខ្លាំងមែនតើបងប្អូនស្ដាប់រឿងនេះដែលកំពុងទៅហូបបាយសូមឈប់ហូបបាយសិនទៅស្ដាប់សិនចំហូបទៀតហើយបើថាហូបហើយចាំស្ដាប់ក៏បានដែរគឺវាគួរឲ្យខ្ពើមណាស់មួយដងទៅពីរដងហ្នឹងគឺមិនតាន់អស់ទេបងកៃគាត់បាននិយាយថាក្អួតទៀតមកបងក្អួតទៀតមកហើយគាត់ក៏សម្លឹងមើលទៅកាន់មុខរបស់បងសីនិយាយទៅកាន់បងសីថាអាសីឯងទៅយកទឹកដែលនៅសល់នោះមកយកមកឲ្យគាត់ផឹកបន្តទៀតបងសីក៏គាត់បញ្ញាប្រញ្ញាយកទឹកនោះមកពិតមែនមកឲ្យបងប្រុសម្នាក់នោះផឹកហើយគាត់ក៏ក្អួតទៅបន្ថែមទៀតលើកនេះមកឲ្យលោកអើយតើកើបាយតើកើតូចដែលយើងបោះសម្រាមចោលយើងចាក់បាយចាក់កាកសំណល់ចោលហ្នឹងគឺវាចេញមកពីក្នុងពោះរបស់គាត់តែម្ដងមើលទៅបងម្នាក់នោះគាត់ហាក់បីដូចជាអស់កម្លាំងខ្លាំងមែនទែន
ចំណែកឯក្លិនស្អុយដែលចេញពីកំអួតនោះមកវិញម្នាក់គឺរោគស្ទើរតែក្អួតមកតាមបាត់ទៅហើយគឺនាំគ្នាយកដៃបិទច្រមុះដោយសារតែវាស្អុយខ្លាំងពេកបងកៃគាត់បាននិយាយថាប៉ុណ្ណឹងឲ្យបងទៅសម្រាកសិនទៅបងប្រុសម្នាក់នោះគាត់បន្ទាប់ពីបានឡើងទៅសម្រាកនៅលើគ្រែហើយគាត់ក៏ផឹកទឹកគឺបើគិតជាលីត្រគឺអស់ចូលចង់2លីត្រតែឯងបាត់ទៅហើយបន្ទាប់ពីនឹងមកគាត់ក៏និយាយប្រាប់ទៅកាន់បងកៃថាគាត់រៀងធូរពោះបន្តិចហើយហាក់បីដូចជារៀងស្រួលនៅក្នុងពោះខ្លាំងណាស់វាមិនតឹងណែនមិនចុកដូចលើកមុនទេនិយាយទៅគ្រាន់តែគាត់បានក្អួតចេញមកអស់គឺគាត់បែកញើសមកស្រាក់ខ្លួនគាត់ដែលធ្លាប់តែក្តៅក៏បែរទៅជាត្រជាក់មកវិញម្ដងបន្តិចបងប្អូនសាច់ញាតិនិងអ្នកភូមិនៅស្រុកប៉ុន្មានអ្នកដែលនៅទីនោះគេគឺនាំគ្នាបើកភ្នែកធំគេជឿឲ្យថាបងនេះក៏ប្រកាសជាត្រូវរបស់គេពិតមែនតែគេធ្វើនេះគឺគេធ្វើឲ្យដោះបានមិនមែនគេធ្វើបិទឡើយបើថាគេធ្វើបិទគឺវាអាចនឹងមានបញ្ហាអ្វីដទៃទៀតតែនេះគេធ្វើឲ្យដោះបានទេវាមិនអីឡើយក៏លេចមើលទៅកាន់អ៊ំប្រុសម្នាក់ដែលគាត់គឺជាពេទ្យនៅកាលពីសម័យសង្គមវិញគាត់ពេលនេះមិនហ៊ានមាត់មិនហ៊ានកសំបីតែមួយម៉ាត់ដោយសារតែគាត់ឃើញថាវាគឺជាការពិតដោយសារតែគាត់បានឃើញនៅពេញភ្នែករបស់គាត់តែម្ដងតែជំងឺធម្មតាឯណាទៅដែលក្អួតចេញខ្ទុះក្អួតចេញដង្កូវក្អួតចេញសក់ចេញមកខាងក្រៅបែបនេះមិនមែនបងនោះគាត់សុកគាត់ទៅស៊ីតកៅស៊ីសក់ឯណាហើយតកៅឯណាសុកវាទៅរស់នៅក្នុងពោះនោះទោះបីគាត់គឺជាពេទ្យក៏ពិតមែនក៏ដោយក៏គាត់មិនជឿថាមានតកៅទៅរស់នៅក្នុងពោះដែរដល់ទៅពេលអញ្ចឹងទៅគាត់បិទមាត់ឲ្យស្ងាត់ឈឹងតែម្ដងលើកនេះមិនហ៊ានតវ៉ាអីជាមួយនឹងបង្កៃបង្សៃសំបីតែមួយម៉ាត់តែបងទាំងពីរគាត់ក៏មិនបានទៅប្រកាន់យកទោសយកបីអីឡើយតួនាទីរបស់គាត់គឺមកមើលអ្នកជំងឺមិនមែនគាត់ចង់មកផ្ចាញ់ផ្ចាលជាមួយនរណាទេបើគេចង់ផ្ចាញ់ផ្ចាលគាត់ឲ្យគេផ្ចាញ់ផ្ចាលទៅតែសម្រាប់គាត់មកតែតួនាទីរបស់គាត់ឲ្យគេអញ្ជើញមកតែប៉ុណ្ណោះពេលនោះសាច់ញាតិបងប្អូនរបស់បងប្រុសដែលត្រូវជាអ្នកជំងឺក៏សួរទៅកាន់បងទាំងពីរថាអស់ឬក៏នៅបងកៃគាត់បាននិយាយថានៅទេគឺនៅត្រូវរៀបចំពិធីមួយចំនួនតូចទៀតហើយនឹងនៅស្រោចទឹកមួយដងទៀតតែចាំមើលឲ្យគាត់រៀងមានកម្លាំងបន្តិចបន្តួចទៀតមើលចាំមើលថារៀនល្ងាចបន្តិចបើថាគាត់មានកម្លាំងត្រឡប់មកវិញចាំខ្ញុំរៀបចំស្រោចទឹកឲ្យគាត់ទៅបន្តទៀតអ្នកគ្រប់គ្នាក៏ស្ដាប់ស្របទៅតាមសម្ដីរបស់បង្កៃដល់ទៅពេលម៉ោង3ម៉ោង4ល្ងាចមើលទៅបងប្រុសម្នាក់នោះគាត់ហាក់បីដូចជាមានកម្លាំងឡើងវិញបន្តិចបន្តួចហើយដៃជើងរបស់គាត់ដែលធ្លាប់តែស្វិតស្រពោនហើយនឹងស្លេកស្លាំងគ្មានឈាមក៏បែរជាមានឈាមរត់ត្រឡប់មកវិញធម្មតាតែគាត់មិនទាន់ឡើងសាច់ត្រឡប់មកវិញទេត្រូវការពេលវេលាឡើងយូរទើបបានជាគាត់អាចឡើងសាច់ត្រឡប់មកវិញបានតែរឿងឡើងសាច់ឡើងអីនេះគឺមិនខ្វល់ទេអីដែលខ្វល់នោះត្រូវតែជួយដោះឲ្យចេញអស់ពីខ្លួនរបស់បងប្រុសម្នាក់នឹងសិនទើបបានជាបង្កៃបង្សៃគាត់សប្បាយចិត្តឡើងមកវិញដោយសារតែរបស់ដែលនៅខាងក្នុងខ្លួននោះវាមិនតាន់អស់ទាំងស្រុងឡើយតលទៅម៉ោង5ល្ងាចសួរនាំទៅបងនោះគាត់មានកម្លាំងគាត់អាចនិយាយបានហូបបានអីបានត្រឡប់មកវិញបន្តិចបន្តួចហើយក៏ត្រៀបចាំទឹកហើយទឹកនោះអត់មានអីរញ៉េរញ៉ៃទេបាញ់ទាំងអប់ចូលតែមួយឈិតពីរឈិតបង្កៃគាត់អុជធុកតែប៉ុន្មានដើមតែប៉ុណ្ណោះសូត្រផ្លុំដាក់ចូលទៅក្នុងទឹកនៅក្នុងកថាំងហើយក៏គាត់រៀបចំស្រោចឲ្យគេតែម្ដងដោយឲ្យអ្នកគ្រប់គ្នាទាំងសាច់ញាតិទាំងបងប្អូនអីទាំងអស់នៅឈរឲ្យឆ្ងាយបន្តិចទៅហេឡូថាមានអនារិស័យទៀបអាចនឹងមានបញ្ហាទៅបន្តទៀតអញ្ចឹងគឺឲ្យនៅឆ្ងាយទៅនៅចិត្តតែគាត់នឹងបង្សៃទៅគឺបានហើយទឹកដែលបានដុះមកនោះបងសៃគាត់ចាំណាស់ថាគាត់ដុះចេញមកពីពាងមកគឺវាមិនត្រជាក់ទេដោយសារតែទឹកនៅពាងអត់មានអីបាំងទេហើយអាម៉ោង3ម៉ោង4ល្ងាចនេះគឺវាពេញក្តៅហើយអញ្ចឹងហើយទឹកពាងក៏វាក្តៅទៅតាមនឹងផងដែរតែដល់ទៅពេលបង្កៃគាត់បានចាក់វិផ្ទលទៅលើខ្លួនរបស់បងប្រុសម្នាក់នោះទៅគាត់ហាក់បីដូចជារងាខ្លាំងមែនទែន
ត្រឹមតែមួយផ្តិលតែប៉ុណ្ណោះគាត់អង្គុយញាក់បាត់ទៅហើយបងកៃក៏គាត់សួរទៅកាន់បងប្រុសនោះថាតើនឹងងាយមែនទេបងប្រុសមនុស្សក៏និយាយឆ្លើយតបមកកាន់បងកៃថានឹងងាយខ្លាំងណាស់លោកគ្រូអើយនឹងងាយខ្លាំងណាស់បងកៃក៏គាត់ញញឹមបន្តិចហើយក៏គាត់និយាយប្រាប់ទៅកាន់បងនោះថាអត់អីទេបងទ្រាំសិនទៅតែបន្តិចទៀតហ្នឹងគឺដឹងតែអស់ហើយទ្រាំបន្តិចទៅវាមិនរងាអីពេកទេបងនោះក៏គាត់បានត្រឹមតែនិយាយថាបាទលោកគ្រូហើយនឹងអង្គុយញាក់នៅនឹងឯងពេលនោះក្រោយពីគាត់ចាក់បានតែកន្លះកថាំងតែប៉ុណ្ណោះបងប្រុសមនុស្សគាត់ក៏ស្រាប់តែរៀកមកតែម្ដងគាត់ក៏និយាយប្រាប់ទៅកាន់បងកៃថាលោកគ្រូអើយខ្ញុំរៀកមកហើយខ្ញុំនិយាយត្រង់បងកៃគាត់បានញញឹមបន្តិចតែក៏លេចមើលទៅកាន់បងស្រីដែលនៅក្បែរនោះគាត់ក៏រៀងខ្ពើមបន្តិចដែរតែហេតុថាគាត់ធ្លាប់ជួបមកជាច្រើនលើកច្រើនសារទៅហើយក៏គាត់ធ្វើដូចធម្មតាក៏លេចមើលទៅកាន់បងកៃក៏គាត់បាននិយាយថាមិនអីទេបងតាមសម្រួលនឹងទៅចិត្តអស់ហើយខ្ញុំនឹងដាក់អាគារឋានណាខ្លាំងតែមួយកថាំងនេះទេបងនឹងស្រួលខ្លួនត្រឡប់មកវិញហើយបងបើថារៀកក៏តាមតែសម្រួលនឹងទៅទម្លាក់វាចោះមកឲ្យអស់មកបងប្រុសមនុស្សក៏គាត់នៅតែអង្គុយសំពះទៅបន្តទៀតសមាទោសបងនោះមួយផ្តិលរៀករហូតដល់តែអស់មួយកថាំងនឹងក៏បងកៃបងស្រីក៏ដើរចេញឲ្យសាច់ញាតិបងប្អូនគេទៅចាត់ចែងតាមនឹងទៅបងកៃគាត់បាននិយាយប្រាប់ទៅកាន់សាច់ញាតិបងប្អូនគេថាឃើញអីនៅក្នុងនឹងក៏យកទៅលាងទឹកឲ្យស្អាតហើយយកមកឲ្យគាត់មកដាក់នៅក្នុងត្រឡោកដូងមួយមកសាច់ញាតិបងប្អូនគេក៏យល់ព្រមលុះបន្ទាប់ពីគាត់ទាំងពីរអង្គុយចាំបានមួយសន្ទុះសាច់ញាតិបងប្អូនរបស់គេក៏យករបស់មួយត្រឡោកឲ្យមកពិតមែនមិនខុសពីអីដែលបងកៃគាត់និយាយទេហើយក៏មិនខុសពីអីដែលបងកៃគាត់គិតដែរវាគឺសិតសឹងតែជាគំតិកថាដែលគេបានកាត់តូចមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានមេកន្លងថែមទៀតផងហើយវាថែមទាំងនៅរស់រវើកទៀតបងកៃគាត់សួរថាសត្វកន្លងនេះតើយកមកពីណាទៅសាច់ញាតិបងប្អូនក៏គេបាននិយាយថាយកមកពីលិមួកដែលបានរៀកនឹងឯងបងកៃគាត់និយាយថាអូលេងហើយពេលនោះសាច់ញាតិបងប្អូនគេទាំងអស់មើលទៅគឺពិតជាស្ងាច់សរសើរទៅកាន់បងកៃខ្លាំងមែនទែនទោះបីជាគាត់ក្មេងក៏ពិតមែនក៏ដោយតែមើលទៅគាត់ហាក់បីដូចជាខ្លាំងពូកែណាស់ហើយក៏លេចមើលទៅកាន់អ៊ំប៉ែតម្នាក់នោះវិញគាត់នៅតែមិនហ៊ានមាត់មិនហ៊ានកទេត្រឹមតែអង្គុយធ្វើមុខស្មើធម្មតាមួយសន្ទុះធំបងប្រុសម្នាក់នោះក៏គាត់បានផ្លាស់ប្ដូរកៅអៅឲ្យបានត្រឹមត្រូវត្រឡប់មកវិញគាត់ស្លៀកពាក់កៅអៅបានយ៉ាងស្អាតបាតមើលទៅដំណើររបស់គាត់ដើរមកហាក់បីដូចជាមនុស្សមានកម្លាំងត្រឡប់មកវិញហើយបងកៃគាត់បាននិយាយថាលេងអីហើយយប់នេះគាត់រៀបចំពិធីឲ្យតែបន្តិចក៏ដឹងតែលេងអីហើយបើឲ្យគាត់មើលតាំងតែពីថ្ងៃគាត់មកដល់ដំបូងមិនចាំបាច់រងចាំដល់វេទនាបែបនេះទេបងកៃគាត់ក៏រៀងខោកពាក្យសម្ដីទៅបន្តិចដែរក៏ដោយសារតែគាត់រៀងខឹងដែរឲ្យគាត់មករងចាំយូរថ្ងៃហើយមិនឲ្យតម្លៃគាត់ទៀតគាត់ខោកនឹងគឺគាត់ចង់ខោកពាក្យសម្ដីទៅកាន់អ៊ំប៉ែតនឹងឯងតែអ៊ំប៉ែតនោះគាត់ក៏ត្រឹមតែនៅបិទមាត់បានចាំងចិត្តស្ងាត់ឈឹងដល់ទៅពេលយប់ឡើងបងកៃក៏គាត់រៀបចំពិធីឲ្យបន្តិចបន្តួចហើយនឹងធ្វើខ្សែដៃខ្សែកឲ្យពាក់ទៅមិនមែនធ្វើឲ្យតែបងនឹងទេធ្វើឲ្យគេគ្រប់គ្នាហើយសាច់ញាតិបងប្អូនគេនៅទីនោះក៏គេបានឲ្យថ្លៃទំនើបមកដែរគាត់ទាំងពីរអត់យកទេដោយសារតែគេឲ្យមកច្រើនពេកតែគេបាននិយាយថាយកទៅវាមិនច្រើនទេគេបបោផ្ដុំគ្នាយកមកឲ្យតាដល់ទៅពេលគេនិយាយអញ្ចឹងទៅបានជាពួកគាត់ទាំងពីរយកលុះបន្ទាប់ពីសម្រាប់នៅទីនឹងបានមួយយប់
ពួកគាត់ទាំងពីរក៏គិតថាចង់ដើរមើលនៅក្នុងភូមិនេះបានមួយព្រឹកសិនចាំមើលរៀងថ្ងៃបន្តិចចាំគាត់ធ្វើដំណើរត្រឡប់ទៅភូមិរបស់គាត់វិញវាមិនអីទេម្ចាស់ផ្ទះគេចង់ជូនគាត់ទៅរទេះគោទៅដែរតែគាត់ថាអត់អីទេគាត់ដើរបានតើតែគាត់ដើរមើលនៅក្នុងភូមិនឹងទៅក៏ទៅដល់កន្លែងគេចូលមន់វានៅខាងចុងភូមិបន្តិចនៅខាងក្រោយផ្ទះរបស់អ៊ំប្រុសម្នាក់គាត់ទៅនឹងគឺឃើញតែចៃដន្យទេឃើញចាស់ផងក្មេងផងអាយុដំណាលគាត់កំពុងទៅចូលមន់នៅទីនោះទៅដល់ម្នាក់ក៏សម្លឹងមើលទៅកាន់មុខរបស់ពួកគាត់ទាំងពីរដោយពេលហ្នឹងក៏មានអ៊ំប្រុសម្នាក់គាត់បានសួរទៅកាន់បងស្រីរួមជាមួយនឹងបងកៃថាតើជាគ្រូដែលមកជួយដល់អំពើឲ្យគេនឹងមែនទេបងកៃបងស្រីក៏គាត់និយាយថាបានហើយអ៊ំប្រុសម្នាក់នោះក៏និយាយសរសើរទៅកាន់បងទាំងពីរថានៅក្មេងដែរតែចេះនៅមុនវិជ្ជាគាថាទាំងអស់នេះច្រើនចេះដំអំពើចេះអីទៀតសួរតរៀនមានគ្រូមានអីអត់មានអាសនៈមានអីអត់គឺគាត់សួរមកត្រង់បែបនេះបងកៃក៏គាត់ឆ្លើយទៅត្រង់ថាគឺខ្ញុំរៀនមានគ្រូតែគ្រូខ្ញុំនៅក្នុងចិត្តទេឥឡូវនេះហើយអាសនៈរបស់ខ្ញុំអត់មាននៅផ្ទះអីច្រើនទេអាសនៈមានដែរតែគ្រាន់តែនឹងគោរពបូជាតែប៉ុណ្ណោះគោរពព្រះគោរពទេវតាតែបើអាសនៈទាំងអស់នេះគឺវានៅជាប់នៅខ្លួនខ្ញុំជានិច្ចគ្រូខ្ញុំក៏តែងតែនៅជាប់ជាមួយនឹងខ្លួនខ្ញុំជានិច្ចគាត់និយាយទៅត្រង់អញ្ចឹងអ្នកដែលគេចេះពិតប្រាកដគេមិនសូវលាក់ទេឲ្យទៅសួរគេគឺគេប្រាប់ហើយអ៊ំនោះក៏គាត់ត្រឹមតែងក់ក្បាលក៏ហៅឲ្យបងទាំងពីរឈោមើលគេជុលមន់តែម្ដងទៅតែមើលទៅបងដទៃទៀតកំឡោះនៅទីនោះដែលអាយុដំណាលបងទាំងពីរហ្នឹងអ្នកខ្លះក៏មានសាក់អ្នកខ្លះក៏អត់សាក់អ្នកខ្លះនៅនឹងក៏មានពាក់ជាមួយនឹងចាយកាច់ពាក់ជាមួយនឹងខ្សែកក៏ថាអីជាច្រើននៅនឹងពេញតកហ្នឹងពួកគេទាំងអស់គ្នាហ្នឹងមើលមុខបងទាំងពីរភ្លាចំណែកឯបងទាំងពីរគាត់ក៏លួចចោលកន្ទុយភ្នែកមើលទៅដែរតែគាត់ធ្វើដូចជាមិនសូវជាចាប់អារម្មណ៍ទេខ្លាចថាមើលមុខគេយូរទៅនាំតែមានរឿងចឹងក៏ចេះតែធ្វើធម្មតាទៅហើយក៏ចេះតែនិយាយជាមួយនឹងអ្នកនេះអ្នកនោះធម្មតាអ្នកខ្លះក៏សួរថាស្រុកភូមិនៅឯណានៅទីណានៅទិសណាបងទាំងពីរក៏គាត់ប្រាប់ទៅតាមនឹងតទៅដល់ម៉ោង 2 ជាងកន្លះទើបបានជាពួកគាត់នាំគ្នាធ្វើដំណើរត្រឡប់មកស្រុកភូមិរបស់គាត់វិញការធ្វើដំណើរមកនឹងគឺធ្វើដំណើរទៅថ្មើរជើងនឹងឯងមកដល់ផ្ទះអ៊ំស្រីម្នាក់ក៏ចូលទៅយកអារិតផងដែរដោយសារតែគាត់បានផ្ញើអារិតឲ្យនៅទីនោះក៏អរគុណទៅកាន់អ៊ំស្រីហើយក៏នាំអារិតធ្វើដំណើរមកផ្ទះតែម្ដងមកដល់ផ្ទះអារិតក៏វាសួរនាំថាតើយ៉ាងម៉េចអីយ៉ាងម៉េចបងទាំងពីរក៏គាត់ប្រាប់ទៅតាមនឹងថាមានរឿងនេះមានរឿងនោះអារិតក៏វាអង្គុយសើចហ្នឹងគឺរឿងដែលបងប្រុសម្នាក់គាត់ត្រូវអំពើគេហើយបងកៃគាត់ស្រោចទឹកឲ្យនឹងគឺរៀកចេញមកនឹងឯងអារិតវារៀងអស់សំណើចបន្តិចតែបងស្រីដែលអង្គុយនៅក្បែរហ្នឹងក៏គាត់យកដៃទះក្បាលវាហើយក៏និយាយថាឯងកំសោយចំអកគេអារឿងហ្នឹងគឺវាអញ្ចឹងឯងប្រយ័ត្នតែធ្លាក់លើខ្លួនឯងទីឯងអង្គុយសើចងាប់អារិតក៏វាធ្វើទឹកមុខធម្មតាវិញតែមើលទៅវាហាក់បីដូចជាទប់សោចមិនចង់ជាប់ទេបើក្លេចមើលទៅកាន់បងកៃឬបងស្រីនិយាយទៅកាន់អារិតបែបនេះក៏គាត់និយាយទៅកាន់បងស្រីបន្តទៅថាវាគ្មានអារិតណាទៅជួបរឿងត្រូវអំពើគេទេអ្នកដែលស្បែកកម្មត្រូវអំពើហ្នឹងគឺមានតែឯងនឹងហើយអាស័យចំពោះអារិតមួយបើគេធ្វើវាចូលអញសឹងតែឲ្យខោក្បាលអញនិយាយហើយក៏គាត់នាំគ្នាសើចអារិតដោយសារតែឃើញបងហត់វាក៏ប្រាប់បងទាំងពីរថាចាំវាដាំបាយធ្វើម្ហូបឲ្យបងទាំងពីរក៏គាត់នៅធម្មតាអញ្ចឹងទៅដល់តែពេលល្ងាចឡើងក៏នាំគ្នាហូបបាយហូបទឹកជុំគ្នាធម្មតាដោយមើលទៅហាក់បីដូចជាមិនមានរឿងអីកាត់ឡើងតទៅសោះតែមើលទៅអារិតទៅបីជាវាក្មេងពិតមែនតែវាប្រកែធ្វើម្ហូបណាស់ម្ហូបដែលវាប្រកែធ្វើនឹងគឺវាអាំងត្រីងៀតនឹងឯងក្រោយពីរាល់កិច្ចការអស់បងកៃក៏គាត់នាំអារិតទៅអង្គុយនៅទីតាំងនៅកន្លែងមួយ
បងស្រីក៏គាត់ដើរទៅតាមក្រោយផងដែរទៅដល់អង្គុយទៅ3នាក់នឹងហើយបងកៃក៏គាត់សួរទៅកាន់អរិទ្ធថាតើមាននឹកនានឹកអីម៉ែឪអត់ឬក៏ចង់ទៅរៀនចង់ទៅសូត្រអត់នៅភូមិនោះគឺគេមានសាលាហើយឥឡូវគេទទួលបង្រៀនក្មេងៗអរិទ្ធក៏វានិយាយថាវាអត់នឹកនាម៉ែឪវាទៀតទេបងកៃបងស្រីនឹងហើយជាម៉ែឪវាតែដល់ទៅពេលនិយាយដល់រឿងរៀនអរិទ្ធវាបាននិយាយថាវាចង់រៀនណាស់តែវាខ្លាចលំបាកដល់បងកៃដល់បងស្រីហើយណាមួយនៅភូមិឆ្ងាយទៀតវាអត់ដឹងថាទៅដេកនៅណាទេបងកៃក៏គាត់បាននិយាយថាវាគ្មានស្អីទៅលំបាកទេបើឯងចង់រៀននោះរឿងបងគ្មានស្អីទៅពិបាកទេបងចាំម៉ែងដូចឯងជាប្អូនបង្កើតបងទៅហើយតើវាទៅលំបាកយ៉ាងម៉េចទៅបើបងថាមិនលំបាកផងហ្នឹងបងទើបទៅសុំទិញកង់គេបានមួយតាហើយភូមិនេះគឺវាទៅឆ្ងាយទេភូមិនៅជើងព្រៃនេះបន្តិចតើឯងក៏ធ្លាប់បានឆ្លងកាត់ជាមួយនឹងបងដែរកន្លែងហ្នឹងនោះវាគ្មានព្រៃគ្មានស្អីក្រាស់ទេមានព្រៃបន្តិចបន្តួចហើយនឹងស្រែតែប៉ុណ្ណោះមានផ្ទះនៅភូមិមួយក៏នៅនឹងដែរតាជិះកាត់វាគ្មានស្អីខ្លាចទេបើថាចង់ទៅរៀនចាំបងឲ្យទៅរៀនអរិទ្ធដល់ទៅពេលបងកៃនិយាយអញ្ចឹងវាក៏សួរទៅកាន់បងកៃថាចោះពេលដែលបងមិននៅតើប្រុងតែនឹងធ្វើមិនទៅបងកៃគាត់បាននិយាយថាបើបងមិននៅឯងក៏ត្រូវតែទៅរៀនដែរធំហើយស្គាល់រាក់ស្គាល់ជ្រៅខ្លះហើយដើរជាមួយនឹងបងច្រើនជួបមនុស្សច្រើនល្មមដឹងក្បាលដឹងកន្ទុយហើយគ្មានបងទាំងពីរឯងក៏អាចរស់នៅបានដែរបងចង់ឲ្យឯងធំជាងនេះមិនមែននៅតែជាកូនក្មេងទៀតឡើយទៅរៀនទៅសូត្រយកចំណេះដឹងទៅបងទាំងពីរកើតដឹងក្តីមកភ្លាមគឺស្គាល់តែក្របកំភ្លើងស្គាល់តែស្រែស្គាល់តែស្រូវទេអត់មានស្គាល់អក្សរអីច្រើនឡើយរឿងរៀនរឿងសូត្រក៏បងរៀនបានមកផងដែរគ្រាន់តែថាវាមិនសូវជាជ្រៅជ្រះអីប៉ុន្មានទេអញ្ចឹងហើយក៏បងចង់ឲ្យឯងរៀនទៅថ្ងៃខាងមុខទៀតបើសិនបើជាប្រទេសជាតិយើងរីកចម្រើនត្រឡប់មកវិញឯងនឹងមានចំណេះដឹងមិនមាននរណាគេមកមើលងាយឯងទេតទៅមុខទៀតគេឈប់ប្រើមនុស្សនឹងងងដូចជាបងឯងហើយគេប្រកាសជាប្រើមនុស្សចេះដឹងហើយអញ្ចឹងបានថាបងចង់ឯងរៀនសូត្រនឹងណារៀនចេះរៀនដឹងបងសន្សំលុយបានមួយចំនួនធំចាំយើងផ្លាស់ប្ដូរទៅនៅខាងសៀមរាបវិញមិនទៅពិបាកស្អីទេយើងទាំងអស់គ្នាគ្មានម៉ែគ្មានឪគ្មានសាច់ញាតិគ្មានបងប្អូនស្អីទេអញ្ចឹងហើយយើងទៅរស់នៅឯណាក៏វាមិនមានអាឡ័យអីដាច់ដែរបើថាចង់នឹកឃើញត្រឡប់មកស្រុកភូមិនេះក៏មកលេងមួយថ្ងៃពីរថ្ងៃទៅហើយដីផ្ទះនេះបើថាមានគេទិញក៏បងលក់ដែរណាមួយបើបានទៅនៅខាងសៀមរាបមានសាលាមានអីច្រើនក៏អាចឲ្យឯងទៅរៀនបានច្រើនបងគិតពីអនាគតឯងណាម្លងពេលដែលបងកៃគាត់និយាយហ្នឹងបងស្រីដែលគាត់អង្គុយនៅក្បែរនោះអត់មានមាត់អត់មានកអីសំបីតែមួយម៉ាត់ពេលនោះអរិទ្ធក៏វាសួរទៅកាន់បងស្រីថាហើយចុះតើបងស្រីគិតបែបម៉េចបងស្រីក៏គាត់និយាយថាគិតដូចតែបងកៃឯងនិយាយនឹងហើយបើបងនិងបងកៃឯងនិយាយគ្នាត្រូវហើយហ្នឹងតែសំលុយបានមួយចំនួនហើយនឹងមានអ្នកទិញដីទិញអីផ្ទះនេះដឹងតែផ្លាស់ប្ដូរលំនៅទៅនៅខាងសៀមរាបវិញហើយដំបូងបងគិតថាចង់ទៅនៅបាត់ដំបងនៅប៉ៃលិននេះនោះតែវាឆ្ងាយពេកនិយាយអញ្ចឹងកុំនិយាយបោកបាច់តប៉ែច្រើនពេកឥឡូវសួរតែចង់ទៅរៀនអត់អរិទ្ធក៏វានិយាយថាគឺវាចង់ណាវាចង់មានចំណេះដឹងដល់ទៅពេលបងកៃគាត់លឺអញ្ចឹងក៏គាត់និយាយតបទៅកាន់អរិទ្ធទៅវិញថាមិនអីទេចាំមើលគេធ្វើសាលាអីហើយចាំបងទៅស៊ើបគេឲ្យគេនៅនោះក៏ស្គាល់បងដែរចាំបងសុំគេឯងចូលរៀនហើយអរិទ្ធក៏វាងក់ក្បាលយល់ព្រមទៅតាមនឹងអត់មានប្រកាច់អីសំបីតែមួយម៉ាត់ឡើយ
លុះបន្ទាប់ពីរំលងផុតពីនឹងទៅបងកៃគាត់ក៏ចាត់ចែងទៅរកសាលាអារិតវិរិនពិតមែនក៏គាត់បានសុំគេសុំអីហើយចាស់នឹងគ្រូនៅទីនោះគ្រាន់តែឃើញមុខអារិតហើយហាក់បីដូចជាមាននិស្ស័យណាស់គាត់បានប្រាប់ទៅកាន់បងកៃបងសីថាពេលណាដែលបងទាំងពីរមិននៅយកអារិតឲ្យមកដេកនៅសាលានេះទៅដេកនៅផ្ទះគាត់ក៏បានដែរដោយសារតែផ្ទះរបស់គាត់នៅជិតសាលានេះដែរទេវាដេកស៊ីបាយស៊ីទឹកនៅនឹងផ្ទះគាត់នឹងទៅមិនចាំបាច់ភ័យទេបងទាំងពីរគាត់ក៏យល់ព្រមចំណែកអារិតក្មេងវាស្រួលណាស់អត់មាននិយាយអីច្រើនតប៉ែឡាំទេតែបងវាថាមិនគឺថាអញ្ចឹងហើយក៏ដោយសារតែបងរបស់វាអត់ដែរណែនាំឲ្យវាដើរផ្លូវខុសសំបីតែបន្តិចឡើយក្រោយពីជជែកគ្នាជាមួយនឹងគ្រូនៅទីនោះគេបាននិយាយថាអាទិត្យក្រោយចាំចូលរៀនមកអាទិត្យនេះគឺគេនៅរៀបចំថ្នាក់រៀបចំអីសិនរៀបចំកូនសិស្សថាមានកូនសិស្សប៉ុន្មានតែត្រូវបង្រៀនអីខ្លះតតែបន្ទាប់ពីនឹងមកក៏ពួកគាត់នាំគ្នាធ្វើដំណើរត្រឡប់មកផ្ទះវិញពេលនេះបងកៃគាត់ទិញបានកង់កញ្ចាស់មួយហើយវាមិនសូវជាធំអីប៉ុន្មានទេវាល្មមតែនឹងអារិតអាចជិះបានហើយអារិតវាក៏ចេះជិះកង់ដែរដោយសារតែក្មេងនៅក្នុងភូមិម៉ែឪគេដែលរៀនក្រនបើគេក៏ទិញកង់ទិញអីឲ្យកូនជិះអញ្ចឹងទៅដោយសារតែវាស្គាល់គ្នាវាក៏រៀនជិះកង់ជិះអីជាមួយនឹងគេដល់ទៅពេលមានកង់ខ្លួនឯងជិះបែបនេះវាអាចនឹងចេះជិះកង់បានល្មមមិនចាំបាច់ហត់នៅក្នុងការបង្រៀនវាបន្ថែមទៀតឡើយលុះបន្ទាប់ពីរំលងបានទៅ2ថ្ងៃបន្ទាប់ទៀតបងសីគាត់កំពុងតែអង្គុយលេងនៅខាងមុខផ្ទះចំណែកឯបងកៃគាត់ដើរទៅបេះខ្នោនៅខាងក្រោយជាមួយនឹងអារិតដោយសារតែអារិតវាចង់ស៊ីខ្នោនៅនឹងមុខនៅតែបងសីតែម្នាក់ឯងតែប៉ុណ្ណោះបងសីគាត់សម្លឹងមើលទៅផ្លូវទៅឃើញមានមនុស្សប្រុស2នាក់គឺគេបានដើរចូលមកខាងក្នុងផ្ទះរបស់គាត់បងសីគាត់មើលពីចម្ងាយទៅគាត់ហាក់បីដូចជាមិនដែលឃើញមុខសោះតែដល់ទៅពេលគេដើរមកជិតគាត់បានត្រឹម5ម៉ែត្រទើបបានជាគាត់ដឹងថានេះគឺជាកំឡោះ2នាក់ដែលគាត់បានឃើញនៅក្នុងភូមិនោះនឹងឯងគឺបានឃើញគ្នានៅកន្លែងជល់មន់នោះតែកាលនោះអត់មានបាននិយាយគ្នាទេគាត់ចាំបានច្បាស់ណាស់ថាអា2នាក់ហ្នឹងបានសម្លឹងមើលសម្លឹងក្រោមមកកាន់ពួកគាត់ទាំងពីរដែលមិនដាក់ភ្នែកសោះហើយសុកមិនបានមករកគាត់ដល់ផ្ទះទៅវិញគេទាំងពីរនោះនៅពេលដែលបានមកដល់ក៏លើកដៃជម្រាបសួរទៅកាន់គាត់ហើយក៏សួររកបងកៃហើយក៏សួរថាសុខសប្បាយសុខអីដែរឬក៏អត់យាទម្លាប់តាំងតែពីដើមមកបងសីក៏គាត់ឆ្លើយទៅតាមនឹងនៅពេលដែលភ្ញៀវបានចូលមកបែបនេះគាត់ទទួលរាក់ទាក់បានត្រឹមត្រូវហើយឲ្យគេទៅអង្គុយនៅខាងលើគ្រែហើយក៏និយាយថាបងអើយចាំបន្តិចខ្ញុំទៅយកនំយកមកឲ្យហូបហើយខ្ញុំយកទឹកក្តៅចំឲ្យហូបបងចាំបន្តិចហើយគេទាំងពីរនាក់នោះក៏គេអង្គុយចាំដោយទឹកមុខញញឹមនឹងទៅដល់ពេលហ្នឹងបងសៃម្លងពេលដែលគាត់ទៅយកនំយកទឹកហ្នឹងក៏គាត់បានស្រែកប្រាប់ទៅកាន់បងកៃនៅខាងក្រៅផងដែរថាអាកៃអើយមានភ្ញៀវមកលេងគឺគេមកសួររកឯងបងកៃគាត់ក៏ឆ្លើយតបពីខាងក្រៅត្រឡប់មកវិញថាតើពីណាគេមករកឲ្យជួយមើលជំងឺមែនបងសៃក៏គាត់បានឆ្លើយតបទៅថាអត់ដឹងទេគឺគេមករកឯងមកឲ្យលឿនមកបងកៃក៏គាត់ស្រែកពីចម្ងាយមកថាចាំបន្តិចអញចោះពីលើដើមខ្នោសិនក្រោយពីបានបន្តិចបងសៃគាត់កំពុងតែអង្គុយជជែកគ្នាជាមួយនឹងគេហ្នឹងបងកៃក៏គាត់ដើរមកជាមួយនឹងអារិតដើរមកពីចម្ងាយគាត់មើលមកអត់ទាន់ច្បាស់ទេដូចតែបងសៃអញ្ចឹងគាត់ក៏លើកដៃជម្រាបសួរថាទៅណាមកណាបងតែដល់ទៅពេលបានមកដល់ចិត្តទៅគាត់ក៏ហាក់បីដូចជារៀងភ្ញាក់ព្រឹកដែរគឺគាត់មិនខុសពីបងសៃទេមកដល់ក៏គាត់យកខ្នើយយកអីទៅទុកដោយសារតែវាមិនទាន់ទុំទេគាត់យកមកបន្ទុំនឹងឯងហើយក៏ទៅជូតដៃជូតជើងបន្តិចបន្ទាប់ពីនឹងមកក៏ឡើងមកអង្គុយនៅលើគ្រែជុំគ្នា4នាក់ចំណែកឯអារិតក៏វាទៅអង្គុយនៅទីណាទីណីបាត់អត់មានបានមកនៅចិត្តទេ
ក៏លេចមើលទៅកាន់បង្កៃក៏សួរទៅកាន់បរោះទាំងពីរនៅនឹងទៅថាតើណាមកណាដែរបងហេធ្វើដំណើរផ្លូវឆ្ងាយណាស់នេះតើគិតថាចង់ទៅណាមែនទេហើយធ្វើមិនបានរកផ្ទះខ្ញុំឃើញទៅអ្នកទាំងពីរអ្នកនោះគេក៏ឆ្លើយតបត្រឡប់មកវិញថាអត់មានតាណាទេលបងអើយគឺមករកលបងឯងទាំងពីរនឹងឯងនិយាយហើយបរោះម្នាក់នោះគេក៏បានណែនាំឈ្មោះរបស់គេមកផងដែរថាគឺគេមានឈ្មោះថាឈិតចំណែកឯនៅខាងស្ដាំដៃរបស់គេនេះគឺមានឈ្មោះថាប៊ុនអេដមីនសុំហៅពួកគេទាំងពីរថានិឈិតនេះប៊ុនទៅចោះបងកៃគាត់លឿនចឹងហើយក៏គាត់ញញឹមបន្តិចហើយគាត់ក៏បាននិយាយថាមិនចាំបាច់គាត់រៀបរាប់ឈ្មោះតែដឹងដោយសារតែបានដឹងឈ្មោះគាត់រួចជាស្រេចហើយតែនិឈិតក៏និយាយថាដឹងហើយស្គាល់ហើយបងកៃក៏គាត់សួរទៅតាមត្រង់ទៅតាមម្ដងថាតើមករកគាត់មានការអីទៅមើលទៅដូចជាធ្វើដំណើរផ្លូវឆ្ងាយដល់ហើយតើចង់ឲ្យគាត់ទៅជួយមើលជំងឺឲ្យនរណាមែនទេបានជាធ្វើដំណើរផ្លូវឆ្ងាយមកបែបនេះពេលនោះនិឈិតគេក៏តបត្រឡប់ទៅថាអត់ទេអត់មានរោគនេះរោគនោះទេគេក៏សួរតាមត្រង់ទៅថាតើផ្ទះមានបានបើកទ្វារបើកអីអត់បងកៃគាត់លឺហើយគាត់ក៏រៀងបើកភ្នែកធំធំបន្តិចតែដោយសារតែគាត់យល់គាត់លឺនិឈិតនិយាយអញ្ចឹងក៏សម្លឹងមើលទៅកាន់មុខរបស់បងសៃក៏គាត់បានត្រឹមតែងក់ក្បាលតែប៉ុណ្ណោះដោយសារតែពួកគាត់ទាំងពីរក៏យល់ដែរបងកៃក៏សម្លឹងមើលទៅកាន់មុខរបស់និឈិតវិញដោយពោពេញទៅដោយស្នាមញញឹមហើយគាត់ក៏និយាយទៅកាន់និឈិតថាអូទ្វារផ្ទះខ្ញុំគឺបើកទទួលភ្ញៀវទាំងអស់ហ្នឹងឲ្យតែគេចូលមកដឹងតែខ្ញុំទទួលទាំងអស់ហើយលបងអើយតែលបងឯងមានអីចង់យកមកឲ្យខ្ញុំមែនបើថាមានក៏ខ្ញុំចាំទទួលយកដែរបងកៃគាត់និយាយពោពេញទៅដោយស្នាមញញឹមមើលទៅអ្នកគ្រប់គ្នាទំនងជាបានយល់គ្នាហើយបងកៃក៏គាត់និយាយបន្តទៅទៀតថាបងក៏ចិត្តល្អម្ល៉េះទំនេរយករបស់មកឲ្យខ្ញុំលេងតើបងចង់បានន័យបែបម៉េចទៅមើលនិយាយត្រង់មើលខ្ញុំសុំនិយាយត្រង់ឲ្យណាបងឯងចង់សាកឬក៏ចង់យ៉ាងម៉េចពេលនោះនិឈិតគេក៏និយាយតបត្រឡប់ទៅកាន់បងកៃថាគឺគេចង់សាកដោយសារតែឃើញពីសមត្ថភាពរបស់បងកៃបានទៅធ្វើនៅក្នុងភូមិរបស់គេនោះគេក៏ចង់ដឹងដែរថាតើបងកៃគាត់មានប៉ុន្មានក្បាច់ទៅបងកៃដល់ទៅពេលគេនិយាយអញ្ចឹងគាត់មិនដឹងថាត្រូវតបទៅកាន់គេយ៉ាងម៉េចទេក៏គាត់និយាយទៅត្រង់ទៅតែថាបងឯងមានក្បាច់អីខ្លះបើថាចង់លេងក៏លេងមកបងអើយយើងសិតសឹងតែជាខ្មែរដូចតែគ្នាទេតើទៅសាកគ្នាធ្វើស្អីទៅដូចជាអត់មានបានផលបានអីសោះនាំតែមានបញ្ហារៀងខ្លួនទេបងកៃគាត់ព្យាយាមនិយាយបញ្ចូលទៅកាន់គេតែក៏លេចមើលទៅកាន់គេនោះវិញហាក់បីដូចជាមិនធូរចិត្តតទៅសោះគេបាននិយាយថាគេនៅតែចង់សាកអញ្ចឹងគេនៅតែនិយាយបន្តទៀតថាគេចង់ដឹងណាស់ថាបងកៃមានអីខ្លះគេរៀនមកយូរណាស់មកហើយមិនដែលចាញ់អ្នកណាឡើយហើយក៏ធ្លាប់ដើរបបួលគេសាពេញតែស្រុកពេញតែភូមិពេញតែខេត្តដែរតែមិនដែលមានអ្នកណាឈ្នះពួកគេទាំងពីរទេដល់ទៅពេលគេបានជួបបងកៃបងសៃបែបនេះគេចាប់អារម្មណ៍ទៅលើអ្នកទាំងពីរដោយសារតែចាប់អារម្មណ៍នឹងហើយទើបបានជាបបួលអ្នកទាំងពីរមកសាកជាមួយនឹងបងកៃគាត់លឺហើយក៏មិនដឹងថាទៅប្រកែកយ៉ាងម៉េចដែរក៏គាត់សួរទៅថាតើចេះទាំងពីរអ្នកមែនទេពួកគេទាំងពីរក៏ឆ្លើយតបត្រឡប់មកថាចេះទាំងពីរអ្នកគេដើរជាមួយនឹងគ្នាយូរឆ្នាំហើយតាំងតែពីក្មេងៗមកម្លេះបងកៃគាត់ក៏សួរបន្ថែមទៅទៀតថាតើសាកយ៉ាងម៉េចទៅសាកដាក់យ៉ាងម៉េចអីយ៉ាងម៉េចគេក៏និយាយថាមិនចាំបាច់ដាក់ជាពិតទេបើថាចាញ់គេហៅគេជាគ្រូទៅគឺបានហើយសំពះបានជើងគេទៅនេះប្រសិនបើជាហ៊ាន
តែបើមិនហ៊ានទេក៏បានន័យថាអន់ហើយគេមកនិយាយបែបនេះក៏ធ្វើឲ្យបងកៃគាត់ឈួលតែម្ដងនៅសុកមកបបួលគេសាកហើយមកនិយាយឌឺដងចឹងទៀតបងកៃគាត់លេងទុកហើយក៏គាត់ប្រលះទៅតែម្ដងតែមួយម៉ាត់ដែលគាត់និយាយចេញទៅហ្នឹងក៏ពោពេញទៅដោយស្នាមញញឹមដែលគាត់បាននិយាយថាអីទេបងឯងចង់លេងទាំងពីរអ្នកក៏បានចង់លេងតែមួយក៏បានដែរដោយសារតែសម្លាញ់របស់ខ្ញុំនេះវាអត់ចេះទេចេះតែខ្ញុំតែម្នាក់តែប៉ុណ្ណោះបើថាចង់លេងមកលេងតែខ្ញុំតែឯងទៅគឺបានហើយហើយសម្លាញ់ខ្ញុំនេះនិងប្អូនប្រុសរបស់ខ្ញុំអាទូចមួយទៀតហ្នឹងគុំតែប៉ះពាល់ពីអីបើថាយើងគ្រាន់តែចង់សាកគ្នាពិតមែនគេទាំងពីរអ្នកនោះមើលទៅទំនងជាមានសច្ចធម៌ណាស់គេបាននិយាយថាអីទេបើថាបងចេះតែម្នាក់ឯងខ្ញុំលេងតែបងទៅគឺបានហើយតែពាក្យសន្យាគឺជាពាក្យសន្យាណាបងអ្នកណាចាញ់ត្រូវតែមកក្រាបថ្វាយបង្គំបានជើងនិងហៅអ្នកដែលឈ្នះធ្វើជាគ្រូបងកៃគាត់ក៏យល់ព្រមទៅតាមហ្នឹងដល់ទៅពេលនិយាយគ្នាហើយពួកគេទាំងពីរក៏សុំលាត្រឡប់ទៅផ្ទះវិញតែមុននឹងសុំលាទៅនោះគេបាននិយាយថាគេលេងតែម្នាក់ឯងទេគឺនិឈិតនឹងឯងគឺមិនចាំបាច់ឲ្យអ្នកបុនគេលេងឡើយមើលទៅនិឈិតម្នាក់នោះគេហាក់បីដូចជាមានអំនួតខ្លាំងណាស់គេក៏លើកដៃសំពះលាទៅធម្មតាចំណែកឯបងកៃបងសីក៏ពោពេញទៅដោយទឹកមុខញញឹមធម្មតាបន្ទាប់ពីគេបានដើរចេញទៅផុតទៅបងសីក៏គាត់សួរទៅកាន់បងកៃទាំងបារម្ភគាត់ថាយ៉ាងម៉េចអីយ៉ាងម៉េចបងកៃគាត់នៅតែញញឹមគាត់នៅតែនិយាយថាមិនអីទេតាមតែដំណើរនឹងទៅអាពីរអ្នកនេះវាកំពុងតែលេងជាមួយនឹងភ្លើងហើយវាមិនទាន់ដឹងថាមួយណាជាភ្លើងមួយណាជាទឹកទេតែអញអត់ប្រមាទទេតែអញចាំតែមើលទៅហើយមើលប្រយ័ត្នប្រយែងខ្លួនផងមើលរិតមើលអីផងកុំឲ្យវាទៅណារញ៉េរញ៉ៃមើលប្អូនផងវើយហើយយប់នេះម៉ោង8ម៉ោង9អីឡើងដេកទៅនៅក្រៅផ្ទះយូរវាមិនកើតឡើយតាពីនៅនឹងវាទៅដល់ផ្ទះភ្លាមដឹងទៅវាលេងភ្លាមហើយតលតែពេលយប់ក៏ត្រូវបានចូលមកដល់បងកៃក៏គាត់បានឲ្យអរិទ្ធវាទៅដេកចំណែកឯបងសីវិញក៏បានឲ្យបងសីទៅដេកផងដែរគឺគាត់អង្គុយផឹកទឹកក្តៅតែម្នាក់ឯងបើកបង្អួចនៅខាងស្ដាំដៃបន្តិចជក់បារីផ្លុំផ្សែងទៅខាងក្រៅតែគាត់អង្គុយហ្នឹងគឺអង្គុយចាំគេសាកគាត់នឹងឯងគាត់និយាយក្នុងចិត្តថាតាំងកាលគេមកទៅគាត់ងុយដេកហើយគាត់នៅតែនិយាយអញ្ចឹងតែដល់ទៅពេលម៉ោង10ម៉ោង11យប់ទៅក៏នៅតែមិនបានឃើញគេតន់មកលេងគាត់ទៀតគាត់ហាក់បីដូចជារៀងងុយដេកណាស់ក៏គាត់បានទៅបិទទ្វារបិទបង្អួចវិញហើយក៏លូនចូលទៅដេកឃើញថាបងសីអត់តន់ដេកទេបងសីសួរទៅកាន់បងកៃថាចាប់ហ៎បងកៃគាត់និយាយថាចាប់អាម៉េចបើគេមិនតន់ទាំងមកផងហ្នឹងអញចាំនឹងរោចង្កេះទៅហើយចាំលឹងទុនភ្នែកទៅហើយតាពេលនេះវាប្រុងធ្វើយ៉ាងម៉េចទៅវាប្រុងអត់អានដេកទេអីហើយចាំមើលអានេះតា3ថ្ងៃទៀតអត់ឃើញវាមកលេងដឹងតែអញលេងទៅមុនហើយគ្រាន់តែប្រាប់ទេអញទុកពេលវា3ថ្ងៃសិនតែ3ថ្ងៃនឹងអត់ឃើញមកទេដឹងតែអញតាមខោកញ្ញោដល់ផ្ទះតែម្ដងនិយាយឲ្យក៏គាត់សោចក៏អ្នកគ្រប់គ្នានាំគ្នាចូលដេកតែម្ដងទៅដល់ទៅពេលព្រឹកឡើងងើបមកក៏ធ្វើនេះធ្វើនោះធម្មតាតែដូចជាមានអារម្មណ៍ថាដូចជាមិនទាន់មានអីសោះមើលទៅភ្នែករបស់បងកៃចាប់ផ្ដើមឡើងខ្មៅបន្តិចនឹងបានភ្នែកទៅហើយដោយសារតែយប់មិញហ្នឹងគាត់ដេកមិនទៅជាគ្រប់គ្រាន់ទេជាមើលយប់នេះតើវានឹងមកទៀតដែរឬក៏អត់បើថាវាមកទេគាត់រងចាំតែមួយថ្ងៃទៀតតែប៉ុណ្ណោះតែដល់ថ្ងៃទី3ឈានចូលដល់ថ្ងៃទី4បើនៅតែមិនឃើញទៀតដឹងតែគាត់តែលេងគេមុនហើយ
ម៉ោង 7 យប់ពួកគាត់ទាំង3ក៏នាំគ្នាហូបបាយហូបទឹកអំឡុងពេលដែលកំពុងតែហូបបាយនោះបងកៃគាត់មានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងកំពុងតែដើរជុំវិញផ្ទះរបស់គាត់ក៏សម្លឹងមើលទៅកាន់មុខរបស់បងសីនិងមុខរបស់អរិទ្ធហើយនឹងនិយាយទៅថាស៊ីបាយលឿនទៅមានអារម្មណ៍ថាដូចមិនស្រួលសោះចាំពេលព្រឹកចាំលាងចានបងសីនិងអរិទ្ធក៏មើលមុខគ្នាហើយក៏មើលទៅកាន់មុខរបស់បងកៃតែបងសីគាត់អត់និយាយច្រើនទេម្នាក់ក៏ចាប់ផ្ដើមនាំគ្នាហូបបាយហូបទឹកបន្ទាប់ពីហូបបាយហើយបងសីក៏គាត់យកចានទៅទុកអត់ឲ្យអរិទ្ធវាចេញពីផ្ទះទេបើក៏លេចមើលទៅកាន់បងកៃក៏ដើរទៅចំហៀងផ្ទះរបស់គាត់បន្តិចគាត់ទៅទាញយកធុកប៉ុន្មានដើមយកមកដាក់នៅនឹងក្បែរដៃរបស់គាត់បន្ទាប់ពីឃើញថាបងសីអរិទ្ធរៀបចំបានត្រឹមត្រូវហើយក៏នាំគ្នាឡើងទៅលើផ្ទះតែម្ដងដោយគាត់បានកាន់ធុកប៉ុន្មានដើមនោះយកទៅដាក់នៅក្បែរដៃរបស់គាត់ទៅដល់ខាងលើផ្ទះក៏គាត់បានបិទទ្វារខាងមុខទៅបើកបង្អួចទាំងសងខាងហើយក៏សម្លឹងមើលទៅកាន់មុខរបស់អរិទ្ធក៏សួរទៅកាន់អរិទ្ធថាឯងដេកឬក៏នៅមើលបងអរិទ្ធក៏វាបានឆ្លើយតបមកថាខ្ញុំអត់ដេកទេបងខ្ញុំចាំនៅមើលបងកៃក៏គាត់សួរទៅកាន់វាបន្តថាតែឯងខ្លាចអត់អរិទ្ធវានិយាយថាវាអត់ខ្លាចទេក៏លេចមើលទៅកាន់បងសីគាត់និយាយថាអញអត់ដេកទេយប់នេះអញនៅមើលឯងលេងតែម្ដងបងកៃគាត់លឺហើយគាត់សោចក៏គាត់និយាយថាអើចាំតិចចឹងអញដើរចោះទៅយកស្រាសិនមានត្រីងៀតអាំងនៅសល់ដែរតាចាំយកមកក្លែមអង្គុយផឹកតែម្ដងទៅអ្នកគ្រប់គ្នាក៏យល់ព្រមទៅតាមនឹងក៏គាត់នាំគ្នាហូបស្រាមួយកែវតូចអត់មាននាំគ្នាហូបច្រើនទេខ្លាចក្រែងថាដាក់ទៅជ្រុលវាតាំងស្មារតីអត់បានល្អក៏ចេះតែនាំគ្នាផឹកកំដរទៅម្លងពេលដែលផឹកនោះក៏ឮសំឡេងសត្វក្របីដកដង្ហើមឮចូលក្នុងត្រចៀកអ្នកទាំង3តែម្ដងបងកៃក៏ឲ្យអរិទ្ធមកអង្គុយនៅជិតគាត់ក៏គាត់សូត្រអីមិនដឹងទេដាក់ទៅលើបាតដៃរបស់គាត់បន្ទាប់មកក៏យកទៅជូតភ្នែករបស់អរិទ្ធក៏និយាយថាអរិទ្ធបើបងឃើញអីឯងក៏ឃើញនឹងដែរតែកុំខ្លាចណាវើយកុំរត់ចេញពីផ្ទះនេះឲ្យសោះអរិទ្ធវិញងក់ក្បាលដល់តែសំឡេងសត្វក្របីនោះក៏នៅតែបន្លឺឡើងមកចូលទៅក្នុងត្រចៀករបស់ពួកគាត់បន្តទៀតបងកៃក៏គាត់បានឲ្យអរិទ្ធទៅអើតមើលនៅបង្អួចមើលតែមានឃើញអីអត់អរិទ្ធវាខ្លាចទេមើលទៅវាក្លាហានណាស់វាក៏ដើរអើតមើលទៅបង្អួចតាមម្នាក់ឯងវាមើលមួយសន្ទុះតូចតែដូចជាមិនឃើញសោះវាក៏ប្រាប់ទៅកាន់បងកៃថាឃើញអីទេបងកៃក៏គាត់និយាយថាឯងទៅមើលនៅម្ខាងទៀតមើលអរិទ្ធក៏វាដើរតាំងទៅមើលនៅម្ខាងទៀតពិតមែនគ្រាន់តែវាដើរទៅដល់បង្អួចនោះវាបើកភ្នែកធំតែវាមិនគាំងទេវាក៏និយាយប្រាប់ទៅកាន់បងកៃថាបងក្របីធំណាស់បងក្របីធំណាស់គឺវាកំពុងតែឈរនៅខាងក្រៅនឹងហើយឈរនៅឯផ្លូវមាត់ផ្ទះនោះបងកៃក៏គាត់និយាយថាអើមិនអីទេមកអង្គុយវិញមកចាំមើលវាប្រងធ្វើអាម៉េចនៅស្ងៀមមានអីកើតឡើងត្រូវនៅស្ងៀមអរិទ្ធនិងបងសីអង្គុយជាប់គ្នាមើលទៅបងសីក៏រៀងព្រឺសម្បល់បន្តិចគាត់ក៏លួចខ្សឹបសួរទៅកាន់អរិទ្ធតិចថាតើវាធំប៉ុណ្ណាទៅអរិទ្ធក៏វានិយាយតិចទៅវិញថាកម្ពស់ផ្ទះយើងនឹងបងតែវាដូចជាមិនភ័យសោះក៏ដោយសារតែបងកៃគាត់ដូចជាមិនភ័យទេបានត្រឹមតែបន្តិចតែប៉ុណ្ណោះសំឡេងបុកដាំងនៅជញ្ជាំងផ្ទះខាងស្ដាំដៃរបស់គាត់នោះឡើងចង់រង្គើផ្ទះបាត់ទៅហើយបងកៃក៏គាត់សើចបន្តិចហើយក៏និយាយថាជុំអានេះចង់បុកឲ្យបាក់ផ្ទះតែម្ដងឯងប៉ុណ្ណាទៅចង់បុកផ្ទះអញមើលទៅបងសី
គាត់រៀងភ័យតែអារិតវានៅតែអង្គុយអោបជង្គង់ធម្មតាធ្វើមុខឲ្យឡើងស្មើបងកៃគាត់និយាយថាចាំមើលទៀតមើលវាបុកកើតអត់បានត្រឹមតែ2 ទៅ 3 នាទីសំឡេងបុកមួយក្តាំងទៀតលើកនេះគឺរៀងរង្គើខ្លាំងជាងមុនបងកៃក៏គាត់បានលុកដៃចូលទៅក្នុងថង់យាមដោយគាត់បានទាញបារីមួយដើមយកមកជក់បារីនោះគឺជាបារីស្លឹកដែលគាត់មូលទុកចោលទុកនៅក្នុងថង់យាមគាត់នឹងឯងគាត់បើកចេញមកក៏ទាញវាយកមកជក់គាត់ជក់មើលទៅឆែកអស់ពាក់កណ្ដាលក៏គាត់គោះកញ្ញោមរបស់វាចេញទៅខាងក្រៅផ្ទះរបៀបថាគាត់បើកទ្វារផ្ទះខាងមុខហើយគាត់គោះកញ្ញោមនោះចេញបន្ទាប់មកក៏បិទទ្វារផ្ទះឲ្យកដាចូលមកអង្គុយវិញបន្ទាប់ពីនឹងមកក៏គាត់បានឲ្យអរិទ្ធវាទៅអឺតមើលនឹងបង្អួយទៅវាបានអឺតនោះក៏គាត់សួរទៅកាន់វាថាមានឃើញអីអត់វានិយាយថាឃើញបងឃើញមានមនុស្សម្នាក់មានធំណាស់អង្គុយនៅលើខ្នងកបីតែឆេះបាត់ទៅហើយកបីនោះមើលទៅដូចជាក្តៅណាស់បងវានៅមិនស្ងៀមទេប្រកាច់ប្រកិនពេញទៅនឹងឯងបងកៃគាត់និយាយថាអើមកអង្គុយវិញមកអញ្ចឹងបងកៃគាត់ក៏ទាញយកដេកសចេញពីក្នុងថង់យាមយកមកគូទៅលើរនាបក្តាររបស់គាត់គូរូបកំបិតផងគូរូបពុទ្ធៅផងគូរូបរំពេងផងរបៀបថាគាត់គូឲ្យលុបបន្ទាប់ពីនឹងមកក៏គាត់ទាញយកបារីរបស់គាត់យកមកជក់ទៀតអរិទ្ធពេលឃើញអញ្ចឹងក៏វាសួរទៅកាន់បង្កៃថាតើធ្វើអញ្ចឹងទៅអីបងបង្កៃក៏គាត់និយាយថាហែងទៅអឺតមើលនៅខាងក្រៅទៅឃើញហើយដល់ទៅពេលតាអរិទ្ធវាទៅអឺតមើលនៅតាមបង្អួចនោះទៅឃើញថាមានកំបិតមានពុទ្ធៅមានរំពេងកំពុងតែហក់ដេញចាក់សត្វក្របីនោះវារត់ឲ្យផ្អើលពេញទៅនឹងបានមួយសន្ទុះតូចវាក៏រត់ចេញពីទីនឹងទៅឆ្ងាយបាត់មើលទៅឃើញតែស្រមោលធំតែប៉ុណ្ណោះហើយនឹងភ្លើងដែលកំពុងតែឆាបឆេះនោះអរិទ្ធក៏វាបានប្រាប់ទៅកាន់បងទាំងពីរថាគឺវារត់ទៅបាត់ឲ្យបងកៃក៏គាត់សើចបន្តិចបន្ទាប់មកក៏គាត់និយាយថាងាប់ហើយលេងមិនតាន់ទាំងបានប្រមាណផងរត់បាត់ហើយគាត់ក៏និយាយថាចាំមើលវាមានអីទៀតពេលនោះមួយសន្ទុះធំសំឡេងសត្វក្អែកស្រែកខ្វាកនៅជុំវិញផ្ទះរបស់គាត់បងសៃគាត់សួរទៅកាន់បងកៃថាតើស្អីទៀតហើយបងកៃគាត់និយាយថាអញអត់ដឹងទេគ្រាន់តែក្អែកវាហើកាន់តែដឹងមួយសន្ទុះក៏ស្រាប់តែឮសំឡេងសត្វដំរីស្រែកចេញពីខាងក្រៅផ្ទះរបស់គាត់មកបងកៃលើកនេះអត់ឲ្យអរិទ្ធទៅមើលទេឲ្យបងសៃទៅមើលម្ដងបងសៃគាត់មិនចាញ់អរិទ្ធទេអរិទ្ធវាមិនខ្លាចផងគាត់តែខ្លាចស្អីគាត់ក៏តែអឺតមើលពិតមែនឃើញដំរីលើកនេះវាមិនមែនដោយតាអរិទ្ធនិយាយថាប៉ិនផ្ទះទេតែលើកនេះវាធំជាងផ្ទះទៅទៀតគាត់សម្លឹងមើលទៅលើក្បាលរបស់វាឃើញមានមនុស្សប្រុស3នាក់ស្លៀកពាក់ដូចជាគ្រូអាគមយ៉ាងអញ្ចឹងកំពុងតែអង្គុយប៉ែនភ្នែននៅលើក្បាលដំរីនោះគេគាត់បាននិយាយប្រាប់ទៅកាន់បងកៃគ្រប់សពបែបយ៉ាងបងកៃគាត់ញញឹមហើយក៏ផឹកស្រាមីកូនកែវតូចទៀតក៏គាត់និយាយប្រាប់ទៅកាន់អរិទ្ធនិងបងសៃថានៅអង្គុយក្នុងផ្ទះនេះហើយមើលទៅបិទបង្អួចទាំងសងខាងនឹងទៅអញចោះទៅខាងក្រៅបន្តិចនិយាយហើយក៏គាត់ដើរទៅជញ្ជាំងផ្ទះដកយកកំបិតស្នៀតរបស់គាត់មើលទៅកំបិតស្នៀតនោះចាពោពេញទៅដោយអាថ័ន្តក៏គាត់បានបើកទ្វារខាងមុខចោះទៅមុននឹងចោះក៏គាត់និយាយប្រាប់ទៅកាន់អ្នកទាំងពីរថាកុំចេញទៅណាយសោះអញចោះទៅតែមួយសន្ទុះធំទេអ្នកទាំងពីរក៏យល់ព្រមទៅតាមនឹងបងកៃគាត់បើកទ្វារចោះទៅហើយបិទទ្វារផ្ទះលើសូរទៅក្រាំងអ្នកទាំងអស់គ្នាដែលកំពុងតែអង្គុយនៅក្នុងផ្ទះនេះឮសំឡេងសត្វដំរីស្រែកឲ្យផ្អើលពេញទៅនឹងតែដូចជាអត់ឮសំឡេងបងកៃសោះតែក៏នៅតែចាំពាក្យសម្ដីបងកៃគាត់និយាយថាកុំឲ្យទៅណាយសោះនៅអង្គុយនៅក្នុងផ្ទះនឹងហើយ
អ្នកទាំងពីរក៏ចេះតែនៅអង្គុយនៅក្នុងផ្ទះនោះបាត់បង្គីទៅ1ម៉ោងហាក់បីដូចជាមិនឮសំឡេងគាត់ទេតែនៅតែឮសំឡេងសត្វដំរីគឺវាជ្រុំជើងរត់ឡើងរត់ចុះនៅជុំវិញនោះតលតែ1ម៉ោងទៀតត្រូវបានរំលងផុតទៅទើបបានបាត់សំឡេងរបស់សត្វដំរីអារិតនិងបងសីដែលអង្គុយនៅលើផ្ទះក៏ដូចជារៀងភ័យដែរដោយសារតែស្ងាត់សំឡេងរបស់បង្គីបានទំតែបន្តិចក៏បង្គីគាត់បើកទ្វារចូលមកក្នុងផ្ទះវិញមើលទៅខោអាវមុខរបស់គាត់គឺប្រឡាក់ពោពេញទៅដោយដីឲ្យឡើងទៅលោមមើលទៅកំបិតស្នៀតដែលគាត់បានយកចោះទៅនោះគឺប្រឡាក់សុទ្ធសឹងតែជាឈាមគាត់យកឡើងមកដល់ក៏យកកណាត់មួយពណ៌សយកមកជូតឈាមចេញពីកំបិតហើយគាត់ក៏យកកំបិតស្នៀតនោះយកទៅដោតជាប់ជាមួយនឹងជញ្ជាំងផ្ទះវិញបន្ទាប់មកក៏គាត់បានទាញយកធុកដែលគាត់បានយកមកពីក្រោមនោះដើរកាន់ចោលទៅក្រោមវិញអត់មានមាត់ទៅកាន់អ្នកទាំងពីរអីសំបីតែមួយម៉ាត់ចោះពីកម្មចន្ទាហើយក៏គាត់បិទទ្វារឲ្យលង្ក្រាំងបាត់គាត់ទៅមួយសន្ទូធំទៀតក៏ឃើញថាគាត់បានឡើងមកវិញយកកណាត់យកអីជូតមុខដែលប្រឡាក់ដីយ៉ាងស្អាតបងកៃក៏គាត់បាននិយាយថាចាប់សពគ្រប់អស់ហើយតែអញរៀងជ្រុលដៃបន្តិចហើយអើយមើលទៅទំនងជាអាឈិតនោះវាខ្វាក់ភ្នែកមួយចំហៀងហើយអញរៀងជ្រុលដៃបន្តិចទប់ខ្លួនឯងអត់ជាប់បងសីក៏សួរទៅថាឆ្នេះហើយមែនទេបងកៃគាត់និយាយថារៀងតឹងដែរនឹងតែមិនអីទេវាចាញ់ហើយចាំតែវាមកសំពះបាតជើងអញទៅគឺចាប់ហើយអញស្អប់ណាស់អាអ្នកចេះតិចតួចឲ្យអួតអញ្ចឹងយកឈ្នះគេបានគិតតែខ្លួនឯងមានអំនួតហែងចាំមើលអានឹងហ៊ានមកជួបមុខអញអត់វាអស់ភ្នែកមួយចំហៀងគឺសមនឹងអំនួតរបស់វាហើយភ្នែកទាំងគូមានមិនទុកឲ្យមើលផ្លូវច្បាស់ទេនិយាយហើយគាត់ក៏និយាយថាអញចោះទៅក្រោមងូតទឹកបន្តិចហើយចាំរៀបចំដេកទៅបងសីនិងអារិតក៏តាមតែដំណើរនឹងទៅដល់ទៅពេលព្រឹកឡើងអត់ទាន់បានឃើញអបៈឈិតនឹងនិងអបៈបុនវាមករកបងទាំងពីរទេតលតែរៀងល្ងាចបន្តិចទើបបានឃើញពួកវាទាំងពីរបាននាំគ្នាធ្វើដំណើរមកមើលទៅមិនខុសពីបងកៃគាត់និយាយទេអាឈិតនោះគឺវាបានខ្វាក់ភ្នែកមួយចំហៀងបាត់ទៅហើយភ្នែករបស់វាបានរុំជាមួយនឹងកណាត់វាមកដល់អត់ហ៊ានបានមើលមុខទៅកាន់បងកៃចំទេវាអោនមុខចុះបងកៃក៏គាត់និយាយឌឺទៅដែរថាយ៉ាងមកឲ្យលបងយប់មិញខ្ញុំរៀងជ្រុលដៃបន្តិចខ្ញុំសុំទោសផងវាមើលទៅហាក់បីដូចជាចាញ់ច្រាមទៅកាន់បងកៃណាស់វាបាននិយាយទៅកាន់បងកៃថាបងអើយខ្ញុំទទួលស្គាល់ថាបងឯងខ្លាំងហើយមិនឲ្យខ្លាំងជាងម៉េចបើខ្វាក់ភ្នែកខ្ញុំមួយចំហៀងបាត់ទៅហើយនឹងបងតែខ្ញុំអត់ខឹងទេសំណាងហើយខ្ញុំអរគុណបងហើយដែលបងមិនយកជីវិតខ្ញុំនោះហើយវាក៏មិនបានទៅចាំយកដែរក៏លុតជង្គង់ទៅនឹងដីសំពះបាតជើងបងកៃភ្លាមតែម្ដងបងកៃក៏គាត់លើកឡើងត្រឡប់មកវិញហើយក៏គាត់និយាយថាមិនអីទេក៏គាត់សុំទោសទៅដូចគ្នានិយាយគ្នាបានមួយសន្ទុះធំអាពីរអ្នកនោះមើលទៅប្រហែលជាវាលែងមានមុខមាត់ឯណាមកជួបបងកៃទៀតហើយប្រហែលជាវាខ្មាស់បងកៃណាស់វាក៏ប្រញាប់ប្រញាល់ចេញពីផ្ទះបងកៃទៅយ៉ាងលឿនទោះបីជាបងកៃហៅឲ្យវាហូបបាយល្ងាចជាមួយក៏ដោយក៏វាអត់ហូបដែរវាចេញទៅយ៉ាងលឿនចំណែកឯបងកៃបន្ទាប់ពីវាចេញទៅផុតគាត់ក៏ទាញបារីមួយដាំយកមកជក់ហើយក៏ញញឹមតែម្ដងតែមិនដឹងថាគាត់ញញឹមនឹងចិត្តរបស់គាត់គិតបែបម៉េចទេហើយសាច់រឿងរបស់យើងក៏ចប់ទៅត្រឹមហ្នឹងសូមអភ័យទោសចំពោះពីពេកតាមសំរុំនៅក្នុងសាច់រឿងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅភាគបន្ទាប់